ស្ដីអ្នកទាំងគ្នាបន្តពីមេមិនមែនជាមេរៀនបន្តពីវីដេអូមុនដែលនិយាយអំពីលំហាត់ដែលយើងហាត់ធ្វើនៅរត់ឆ្វេងអញ្ចឹងប្រហែលជាបានហាត់ស្គាល់ key ខ្លះហើយអញ្ចឹងយើងយកចំហទាំង5នៃមេរៀននោះយើងដាក់មកលើstart from G វិញអូខេអញ្ចឹងនៅពីក្រោយ G គឺយើងមាន F sharp យើងមាន E នៅពីមុខ D យើងមាន E ហើយនិង F sharp អូខេអញ្ចឹងវីដេអូបន្តមកទៀតខ្ញុំបានបង្ហាញអំពីការចាប់អក្សរនៅក្នុងដែលស្ដាំ chord G chord E minor chord C and D ឥឡូវយើងយកមេរៀនយើងយកលំនាំការបង្ហាញទាំងវីដេអូទាំងពីរនេះគឺលេងចូលគ្នាវិញហើយយើងលេងបទចម្រៀងជាបន្តអូខេ let's go អូខេផ្លេចតាប់គឺអក្សរគឺសម្រាប់តែឆ្វេងខ្ញុំប្រើនៅលំនាំតែមួយទេថា chord G យើងចុចតែ key G មួយបានហើយនេះគឺសម្រាប់អ្នកបឋមនៅក្នុងការរៀនដំបូងណាអូខេចឹងលំនាំលេងគឺដែលស្ដាំយើងលេង every beat ហៅថា quarter note ដល់ឆ្វេងយើងលេងតែមួយគឺសំឡេងវែងគេហៅថា whole note អញ្ចឹងពេលខ្លះគឺខ្ញុំឡើងមកដោយមេចុច key E បន្តពី D ពេលខ្លះខ្ញុំលេងដៃកូន key E នៅពីក្រោយ G អញ្ចឹងបើយើងលេងមួយនេះលក់ដល់ទេបើមេរៀនយើងមានខ្លីណាអញ្ចឹងដើម្បីលក់ដល់គឺយើងរេមួយចំហបន្តិចហើយយើងចុចបានអូខេហើយដល់ពេលយើងរួចរាល់ពី key E ហ្នឹងគឺយើង move back មកចំហដើមវិញហ្នឹងបានយើងអាចលេងបានល្អនៅក្នុងកម្រិតដែលយើងកំពុងតែហាត់លេងអូខេខ្លីឡើងពីបន្តិចទៀតអូខេជួបគ្នានៅវីដេអូក្រោយ